វាចាប់ផ្ដើមតាំងពីច្រើនឆ្នាំកន្លងផុតទៅនៅពេលដែលគ្រួសាររបស់ជីតាបានរស់នៅក្នុងផ្ទះឈើមួយក្នុងទីក្រុងភ្នំពេញជីតានិយាយថាវាហាក់ដូចជាមានក្រលឹងមួយដែលតែងតែដើរតាមនាងនិងគ្រួសាររបស់នាងជានិច្ចនិយាយផងសើចផងជីតាប្រាប់ថាខ្ញុំខាចដែរប៉ុន្តែពេលនេះមិនអីទេអ្នកតាមដានរឿងរ៉ាវសិល្បៈនៅលើបណ្ដាញសង្គមប្រហែលជាធ្លាប់ស្គាល់ជីតារួចខ្លះមកហើយការងាររបស់ជីតាភាគច្រើនតាក់ទងនឹងម្ចាស់ហាងវ៉ែនតារូបនេះធ្លាប់ធ្វើការខាងវ៉ែនតានៅក្នុងហាងនិងជាអ្នកលក់20ឆ្នាំជាដើមដោយសារតែមមាញមួយញ៉េជាមួយការងារពេលថ្ងៃជីតាមានពេលខ្លីនៅពេលយប់ប៉ុណ្ណោះដើម្បីចែករំលែករឿងរន្ធត់របស់នាងមួយសប្តាហ៍ម្ដងក្រោយពីបាយល្ងាចពេលដែលមនុស្សទូទៅចូលសម្រាប់អស់គឺជាពេលជីតានិងបងប្រុសរៀបចំម៉ាស៊ីនថតដើម្បីថតវីដេអូថ្មីនិយាយពីរឿងខ្មោចមកទល់ពេលនេះមានរយៈពេល10ឆ្នាំហើយដែលជីតាគាត់សម្គាល់ថាមានរឿងចម្លែកកើតឡើងលើជីវិតនាងប៉ុន្តែទើបតែនៅអំឡុងខែកញ្ញាឆ្នាំមុនប៉ុណ្ណោះដែលកញ្ញាសម្រេចចិត្តបង្ហាញរឿងរន្ធត់ដែលនាងធ្លាប់ជួបជាសាធារណៈជីតានិយាយថាទោះបីមកទល់ពេលនេះគ្រួសាររបស់នាងរើមកនៅផ្ទះហើយក៏ដោយក៏នាងនិងគ្រួសារតែងសង្កេតឃើញសកម្មភាពប្លែកៗកើតឡើងដដែលទោះយ៉ាងនេះក្តីអ្នកនិទានរឿងខ្មោចរូបនេះនិយាយថានាងនិងគ្រួសារមិនដែលទាល់បានធ្វើបាបដោយវិញ្ញាណនោះឡើយខ្ញុំក៏មិនដឹងថាម៉េចដែរប៉ុន្តែខ្ញុំតែងមានអារម្មណ៍ថាមានគេមើលមកខ្ញុំនិងមានរឿងប្លែកៗកើតឡើងនៅពេលដែលខ្ញុំទៅនេះទៅនោះនៅកន្លែងថ្មីៗដោយមានតួនាទីជា live លោកเพจហាងវ៉ែនតារបស់គាត់ម្នាក់ផងជីតានិយាយថាដំបងឡាយកញ្ញាគ្រាន់តែចង់នាំយកអ្វីដែលថ្មីនិងមានភាពច្នៃប្រឌិតសម្រាប់ទស្សនិកជនរបស់នាងតែប៉ុណ្ណោះកញ្ញានិយាយថានាងក៏ធ្លាប់បង្កើតវីដេអូពីវិធីផាត់មុខដែរប៉ុន្តែក្រោយមកនាងក៏សង្កេតឃើញថាវីដេអូបែបនេះហាក់ដូចជាមិនសូវមានភាពលេចធ្លោនិងវាជាអ្វីដែលអ្នកណាក៏អាចធ្វើបានដែរក្រៅពីធ្វើអ្វីដែលធម្មតាដូចជាការថតពីវិធីផាត់មុខកញ្ញាជីតាក៏មានគំនិតចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនវិញម្ដងកាលពីមុនយើងមានកម្មវិធីវិទ្យុនិយាយពីរឿងខ្មោចតែឥឡូវយើងមិនសូវឃើញមានកម្មវិធីនេះទេអញ្ចឹងខ្ញុំក៏ចង់ធ្វើកម្មវិធីបែបនេះឡើងវិញដោយប្រើប្រាស់ទម្រង់ Digital វិញម្ដង YouTube និង Facebook កាលនោះពេលខ្ញុំកំពុងញ៉ាំអីជាមួយបងអូននិងជជែកគ្នាពីរឿងរន្ធត់ដែលយើងធ្លាប់ជួបខ្ញុំក៏នឹកឃើញថាខ្ញុំដូចជាមានរឿងរន្ធត់ច្រើនតានឹកឃើញដូចនេះហើយជីតាក៏ចាប់ផ្ដើមនិយាយរឿងរបស់ខ្លួនដោយមានបងប្រុសជាជំនួយការពេលនេះជីតានៅតែបន្តចែករំលែកវីដេអូនិទានរឿងខ្មោចរបស់ខ្លួនរៀងរាល់មួយសប្តាហ៍ម្ដងនៅលើ YouTube និង Facebook របស់ខ្លួនវីដេអូនីមួយៗមានរយៈពេលប្រមាណ20នាទីនៅពេលថ្មីនេះជីតាមិនត្រឹមតែចែករំលែកពីរឿងផ្ទាល់ខ្លួនរបស់នាងទេប៉ុន្តែថែមទាំងចែករំលែករឿងរ៉ាវដែលប្រិយមិត្តរបស់នាងបានផ្ញើសារមកនៅក្នុងប្រអប់សាររបស់នាងផងខ្ញុំក៏មិនចង់ជឿដែរថាមានមនុស្សច្រើនដែលធ្លាប់ជួបប្រទះរឿងរន្ធត់ឬរឿងខ្មោចដូចខ្ញុំរហូតដល់ពេលដែលខ្ញុំបានទទួលសារយ៉ាងច្រើនរាប់មិនអស់ពីប្រិយមិត្តទើបខ្ញុំជឿ